យើងមានមុន limit x ខិតទៅជិត0នៃ sin x នៅលើ x ស្មើ1ហើយនឹង limit x ខិតទៅជិត0នៃ ស្វ័យគុណ x ដក1នៅលើ x ស្មើ1ហើយ limit x ខិតទៅជិត0នៃ ស្វ័យគុណ ax ដក1នៅលើ x ក៏ស្មើ1ដែរឥឡូវយើងមកសង្កេតមើល limit របស់យើងមុននឹងយើងកណនា limit នេះយើងត្រូវចំនួនវាសិនមកចឹងកាលណាយើងចំនួនទៅអានេះបានស្វ័យគុណ0បាន1អានេះស្វ័យគុណ0ក៏1ដែរចំនួន11 0ហើយ sin 0ក៏0ហើយគេបាយទៅ0អញ្ចឹង limit របស់យើងគឺរៀង0លើ0ចឹងកាលណារៀង0លើ0យើងត្រូវបំបែកវាចូលរូបមន្តនេះអញ្ចឹងយើងសង្កេតមើលក្នុង limit របស់យើងគឺវាមាន exponential ហើយនឹងត្រីកោណមានអញ្ចឹងយើងបដាច់ខាងលើនេះមកអញ្ចឹងដើម្បីឲ្យវាចូលរូបមន្តយើងមើលវាមានស្វ័យគុណ x ដក1អញ្ចឹងកាលណាដើម្បីឲ្យវាចូលរូបមន្តយើងថែមដក1មកអញ្ចឹងកាលណាយើងថែមដក1នោះតែយើងបូក1វិញដើម្បីឲ្យចេញដូចអស់គេខាងដើមចេញនេះដកស្វ័យគុណដក 3x ហើយ sin x នេះទុកនៅដដែលទៅលើ x ក្រែងចុះស្មើទៅនឹង limit x ខិតទៅជិត0ដោយសារកន្លែងនេះជាផលគុណអញ្ចឹងយើងបដាច់វាជា2មកអញ្ចឹងយើងបានស្វ័យគុណ 5x ដក1បូកទៅនឹង1ដកទៅនឹងស្វ័យគុណដក 3x នៅលើពីបាយនេះក៏បដាច់ដែរបដាច់ x មកនេះ1ហើយ x មកខាងក្រៅនេះ1អញ្ចឹងគុណទៅនឹង sin x ទៅលើ x អញ្ចឹងខាងក្នុងក្រៀមនេះយើងបដាច់វាជា2ដែរមកអញ្ចឹង x ខិតទៅជិត0នៃស្វ័យគុណ 5x ដក1នៅលើ x ចានេះចាប់សញ្ញាដកជាកតាហើយយើងចាប់សញ្ញាដកជាកតាអានេះត្រឡប់ទៅជាស្វ័យគុណដក 3x ដក1នៅលើ x គុណទៅនឹង sin x ទៅលើ x ស្មើទៅនឹង limit x ខិតទៅជិត0ចានេះវាជិតចូលរូបមន្តមកយើងហើយធ្វើមិនឲ្យបាន ax កណាស្វ័យគុណ ax ពីបែរក៏ត្រូវ ax ដែរចានេះស្វ័យគុណ 5x ដក1នៅលើ x អញ្ចឹងកណា x យើងខ្វះ5គុណនឹង5មកពីបែងកណាគុណនឹង5មកពីបែងគុណនឹង5ទៅទៀតយើងតែដកទៅនឹងស្វ័យគុណដក 3x ដក1នៅលើដក 3x អញ្ចឹងកណាយើងថែមដក 3x មកក្រោមយើងថែមដក3ហ្នឹងទៅលើដែរអញ្ចឹងនេះយើងទុកនៅកណ្ដាលមក sin x លើ x យើងសង្កេតមើលវាចូលរូបមន្តហើយដល់ limit ស្វ័យគុណ 5x ដក1នៅលើ 5x គឺស្មើទៅនឹង1អញ្ចឹងយើងដាក់1គុណទៅនឹង5នេះយកមកវិញដកទៅនឹងអានេះក៏ចូលរូបមន្តដែរបាន1គុណជាមួយនឹងដក3អានេះក៏ចូលរូបមន្តចឹងបាន1ទៅស្មើទៅនឹង5ដកគុណដកចេញបូកចឹងបូក3ស្មើ8